រឿងវិញ្ញាណម្ចាស់ស្ពានបុរាណយុវជនមួយក្រុមបានជិះម៉ូតូកាត់ស្ពានថ្មបុរាណមួយនៅពេលពាក់កណ្ដាលអាធ្រាត្រស្រាប់តែម៉ូតូទាំងអស់រលត់ព្រមគ្នាកណ្ដាលភាពស្ងាត់ជ្រងំនៃព្រៃព្រឹក្សាខណៈកំពុងបញ្ឆេះម៉ូតូពួកគេបានឮសំឡេងស្ត្រីម្នាក់យំខ្សឹកខ្សួលចេញពីក្រោមស្ពាននៅពេលពួកគេពិលមើលក៏ឃើញស្រមោលសកំពុងអង្គុយលើមាត់ទឹកស្រមោលនោះបានងាកមកយឺតបង្ហាញឲ្យឃើញផ្ទៃមុខដែលរលេះរលួយនិងភ្នែកពណ៌ក្រហមឆេះដូចរងើកភ្លើងសម្លឹងមុខពួកគេទាំងកង្ហឹងគ្រប់គ្នាភ័យស្លន់ស្លោរត់ចោលម៉ូតូសំដៅទៅរកភូមិដែលនៅជិតបំផុតប៉ុន្តែវិញ្ញាណនោះបានហោះដេញតាមពីក្រោយហាក់ដូចជាខ្យល់គួចពួកគេបានរត់ទៅពួនក្នុងខ្ទមបាក់បែកមួយនៅក្បែរផ្លូវក្នុងខ្ទមនោះមានក្លិនស្អុយរលួយខ្លាំងនិងមានរូបថតចាស់ដែលប្រឡាក់ដោយឈាមម្នាក់ក្នុងចំណោមពួកគេបានសម្លឹងមើលកញ្ចក់ចាស់មួយក្នុងខ្ទមក៏ឃើញវិញ្ញាណនោះឈរនៅពីក្រោយខ្នងគេរួចលូកដៃមកច្របាច់កនៅក្រោមខ្ទមនោះពួកគេបានប្រទះឃើញគ្រោងឆ្អឹងមនុស្សដែលត្រូវបានគេយកមកលាក់ទុកជាច្រើនឆ្នាំដែលជាម្ចាស់វិញ្ញាណដែលតាមលងបន្លាចគ្រូសិល្ប៍ម្នាក់ក្នុងភូមិបានមកដល់រួចសូត្រមន្តព័ទ្ធខ្សែសីមាជុំវិញខ្ទមដើម្បីទប់ទល់នឹងវិញ្ញាណដែលមានកំហឹងខ្លាំងយុវជនទាំងនោះបានអុជធូបសុំខមាទោសនិងសន្យាថានឹងធ្វើបុណ្យឧទ្ទិសកុសលឲ្យដើម្បីឲ្យវិញ្ញាណនោះបានទៅចាប់ជាតិថ្មីនៅពេលព្រះអាទិត្យរះវិញ្ញាណនោះក៏រលាយបាត់ទៅស្ពានបុរាណនោះត្រឡប់មកជាស្ងប់ស្ងាត់វិញប៉ុន្តែគ្រប់គ្នានៅតែចងចាំមិនភ្លេចនៅមេរៀនមួយនេះ